ក្រូចពោធិ៍សាត់នៅភូមិចំការអូផ្លែច្រើនណាស់ដើមទៀបណាដើមគាត់កឹមដាំផ្លែតពងណាសុទ្ធតែផ្លែមកណាក្រូចនេះថាផ្អែមឆ្ងាញ់ដើមទូចទេសូវធំតែផ្លែឡើងពេញដើមច្រើនទៅវិញស្ដាំស្បូរក្រូចណាសបុលមានទុំជ្រុះធ្លាក់ក្រោមដើមពេញដើមតែម្ដងនេះមានដាំបានផ្ទះអីតែមួយដើមល្មមហូបហ្មងឲ្យពិបាកទិញគេដាំដើមមកផ្លែតែប៉ុណ្ណេះមកគ្រួសារល្មមនេះទុំទៅណាស្អាតទៀតរឿងអូកការអ្នកចការមានធ្វើចការជួបន្តទេសភាពស្អាតការមានដាំក្រូចដាំចេកក្រូចឆ្មាក្រូចសើចក្រូចខ្លងក្រូចពោធិ៍សាត់សិតផ្លែតែម្ដងនេះផ្លែពេញដើមតែសួរគាត់ទៅគាត់ថារៀងស៊ីទឹកដែរណាត្រូវការថែទាំទឹកតើយើងដាក់ទឹកឲ្យគ្រប់គ្រាន់បានវាផ្លែហើយត្រូវការមើលថែវាដូចជាការដាក់ជីអីហ្នឹងគឺត្រូវការដាក់មានពេលកំណត់នៃការដាក់ឲ្យបានត្រឹមត្រូវទើបយើងអាចទទួលបានផលណាយើងមើលទៅឃើញល្អមិនដែរនាំបានប៉ុណ្ណេះក៏ចំណាយពេលយូរដែរដើម្បីបានណានេះទុំហ្នឹងរឿងអូកនេះរ៉ាតូ